បាទសួស្តីពុកម៉ែបងប្អូនបាទមកទៀតហើយបងប្អូនថ្ងៃនេះខ្ញុំសូមបង្ហាញនៅរបៀបអក្សរឆ្លាក់អក្សរមូលបងប្អូនបាទគឺយើងផ្ដើមដោយហ្វឺតមុខសំប៉ែតបាទនេះបងប្អូននេះហ្វឺតរបៀបហ្នឹងបងប្អូនគឺសរសេរដូចឆ្នេះតែម្ដងបាទនេះបងប្អូនអញ្ចឹងយើងឆ្លាក់ថ្ងៃនេះគឺអាចថាឆ្លាក់អក្សរមូលប៉ុន្តែអាចចេញជា3ជាន់នេះបងប្អូនឃើញស្មោលនៃអក្សរទេបងប្អូននេះគឺជាអក្សរខបាទខដាក់ស្រៈអូបាទថ្ងៃនេះខ្ញុំសូមលើកយកចំណងជើងក៏ដូចជាប្រយោគនៃឈ្មោះក្នុងសាច់រឿងពុទ្ធប្រវត្តិបងប្អូនបាទនេះរឿងនេះគឺជារឿងខោសកៈសេដ្ឋីបងប្អូនបាទខោសកៈសេដ្ឋីបានន័យថាសេដ្ឋីដែលមានសំឡេងពីរោះសំឡេងល្អបងប្អូនខោសៈហ្នឹងគឺសំឡេងធ្ងន់បាទអញ្ចឹងសេដ្ឋីហ្នឹងគឺបានមកដោយការសំឡេងដូច្នេះបងប្អូននឹងអាចឆ្ងល់ហើយហេតុអ្វីខុសសកៈសេដ្ឋីហេតុអីបានជាមានឈ្មោះបែបហ្នឹងតើក្នុងសាច់រឿងវាមានន័យយ៉ាងណាបានជាគេដាក់សហសនាមរបស់គាត់ជាសេដ្ឋីខុសសកៈបាទព្រោះសេដ្ឋីនេះផ្ដើមចេញមកគឺបានមកដោយសារសំឡេងអញ្ចឹងសេដ្ឋីនេះគាត់จะមានចេតនាអ្វីមួយដើម្បីយកឈ្មោះនេះផ្សារភ្ជាប់នៅក្នុងសាច់រឿងបាទដូច្នេះកុំឲ្យបងប្អូនចាំវេលាយល់នឹងធុញទ្រាន់ក្នុងការសរសេរបងប្អូនអញ្ចឹងខ្ញុំសូមជម្រាបនៅសាច់រឿងនៅក្នុងពុទ្ធប្រវត្តិក៏ដូចជាលោកទេសនាកន្លងមកក៏ប៉ុន្តែខ្ញុំក៏សូមអធិស្ឋាននឹងខន្តីអភ័យទោសដល់បងប្អូនដែលបានចេះចាំនៅសាច់រឿងនេះបានល្អខ្ញុំបរិយាយក៏ដូចជានិទាននេះគឺកាត់ទេបងប្អូនកាត់សេចក្តីបាទអញ្ចឹងខុសឆ្គងក្នុងសូមបងប្អូនអធិស្ឋានដោយខ្ញុំក៏ពុំចាំមិនច្បាស់ដែរបងប្អូនបាទតើតែខាងបងប្អូនគាត់រៀនខាងផ្នែកនៃបល័យភាសារបស់លោកអញ្ចឹងរឿងនេះខ្ញុំដកស្រង់ដោយសារខ្ញុំចាំពីលោកទេសនាមកដែរទេបងប្អូនបាទដូច្នេះបងប្អូនខុសសកៈសេដ្ឋីនេះគឺគាត់មានប្រវត្តិជូរចត់តស៊ូនឹងសេចក្តីស្លាប់ច្រើនលើកច្រើនសារណាបងប្អូនដូច្នេះដំណើរនៃរឿងដែលផ្ដើមចេញបានជាខុសសកៈសេដ្ឋីហ្នឹងគឺនៅភូមិមួយបងប្អូនបាទភូមិមួយហ្នឹងបងមានជំងឺអសន្នរោគចំនួនពពុទ្ធនោះគឺគេហៅថាជំងឺនេះឆ្លងតាមរយៈខ្យល់អញ្ចឹងខ្យល់វាយទៅតាណាបក់ទៅតាណាបងប្អូនជាពលរដ្ឋនោះគឺនឹងឆ្លងជំងឺនឹងដោយសារខ្យល់ដូចយើងនិយាយងាយស្ដាប់ទៅគឺដូចយើងកូវីដយើងសពថ្ងៃអញ្ចឹងបងប្អូនជំងឺវាកើតសាហាវវាឆ្លងអញ្ចឹងក្នុងភូមិមួយហ្នឹងមានជំងឺអសន្នរោគកើតឡើងអ្នកភូមិអ្នកស្រុកទាំងចាស់ទាំងក្មេងទាំងអស់បានមនីនាំគ្នាចំណាក់ស្រុកបងប្អូនដើម្បីយើងគេចពីភូមិដែលយើងមានជំងឺនេះអញ្ចឹងទៅនៅភូមិផ្សេងជំងឺនេះគឺมันអាចឆ្លងតាមដល់អញ្ចឹងបងប្អូនបាទប៉ុន្តែកាលសម័យនោះឮលោកទេសនាមកថាគឺគ្រប់ភូមិទាំងអស់គឺកើតដូច្នេះអ្នកដែលធ្វើដំណើរឆ្លងកាត់ភូមិមួយទៅភូមិមួយហ្នឹងគឺប្រើរយៈពេលយូរថ្ងៃបងប្អូនហ្នឹងហើយអញ្ចឹងការសម្រេចចេញគ្រូសាទាំងអស់នៅក្នុងភូមិហ្នឹងនៅក្នុងនោះគឺមានបុរសនិងជាប្តីប្រពន្ធហើយមានកូនតូចមួយបងប្អូនណាអញ្ចឹងទាំងបុរសហ្នឹងទាំងអ្នកភូមិទាំងអស់បានធ្វើដំណើរចាក់ស្រុកចេញឆ្ងាយអំពីស្រុកលំនៅឋានដែលខ្លួនឯងរស់នៅក៏ធ្វើដំណើរទៅភូមិផ្សេងបងប្អូនបាទអញ្ចឹងការធ្វើដំណើរនោះទៀតសោតក៏មានការរៀបចំបាយទឹកឬក៏ដូចថាសម្ភារៈបរិខាទាំងឡាយដែលយើងទុកសម្រាប់ហូបតាមផ្លូវបងប្អូនម្រាមដល់ភូមិផ្សេងព្រោះចំនួននោះគឺយើងធ្វើដំណើរដោយការដើរថ្មើរជើងបងប្អូនអញ្ចឹងយើងមិនអាចធ្វើដំណើរលឿនបានទេអញ្ចឹងមួយយប់មួយថ្ងៃមួយយប់ជារាល់ពេលរាល់វេលាអញ្ចឹងផុតពីមួយយប់គឺមួយយប់ទៀតយើងធ្វើដំណើរយូរថ្ងៃបងប្អូនអញ្ចឹងស្បៀងដែលគាត់មានទុកសម្រាប់បរិភោគនោះគឺវាអស់បងប្អូនព្រោះការធ្វើដំណើររបស់គាត់វារហូតដល់ជិត2អាទិត្យបងប្អូនអញ្ចឹងជិតកន្លះខែបងប្អូន2អាទិត្យវាស្មើ14ថ្ងៃហើយបាទអញ្ចឹងជិតកន្លះខែអស់ស្បៀងហ្មងបងប្អូនស្បៀងដែលគាត់សកូទាំងប្រមាណនេះគឺអត់គ្រប់ចំនួនទេបងប្អូនអញ្ចឹងគាត់ការខ្វះខាតស្បៀងរបស់គាត់ក៏ធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់គាត់អញ្ចឹងធ្វើឲ្យគាត់បាក់កម្លាំងកាយកម្លាំងចិត្តរួមទាំងគាត់ហត់ហេវជាច្រើនថ្ងៃទៀតនោះអញ្ចឹងធ្វើឲ្យមនុស្សនឹងឈឺធ្លាក់ខ្លួនឈឺបងប្អូនធ្លាក់ខ្លួនឈឺនឹងពិបាកក្នុងចិត្តនឹងមហាសែនពិបាកដោយសារអត់អីបរិភោគអញ្ចឹងកូនដែល3នៅដៃនេះកូនរបស់គាត់នេះអញ្ចឹងកូនហ្នឹងក៏គាត់ខ្វះជីវជាតិអត់មានអីហូបហ្នឹងក៏ធ្លាក់ខ្លួនឈឺដូចតែគាត់ដែរអញ្ចឹងទៅឈឺហ្នឹងដូចមិនសូវជាយំមិនសូវជាស្រែកទេដោយសារវាគ្មានអាកម្លាំងហ្នឹងគ្មានធម៌ពលអីដែលនឹងបញ្ចេញស្រែកសំឡេងឲ្យលឺទេអញ្ចឹងទៅការធ្វើដំណើររាល់ថ្ងៃអញ្ចឹងទៅគាត់ក៏សម្រេចចិត្តគាត់ជាប្តីសម្រេចចិត្តបោះបង់កូននឹងចោលគឺដាក់កូននឹងក្រោមដើមឈើចោលនិយាយពីប្រពន្ធគាត់មិនចិត្តដាច់ទេដោយសារគាត់គិតថាបើទោះជាគាត់អត់បាយស្លាប់ក៏គាត់
ព្រោះជាសាច់ជាឈាមរបស់គាត់អញ្ចឹងក៏គាត់នៅតែអូសទាញ3កូនហ្នឹងលុះទៅដល់ភូមិដែលអត់មានជំងឺបាទផុតពីជំងឺហ្នឹងអញ្ចឹងក្តីស្រឡាញ់ពុកម្ដាយជាទម្ងន់អញ្ចឹងគាត់គោរពកាន់ភ្ជាប់របៀបហ្នឹងតែងាកមកដល់ឪពុកនេះបងប្អូនឪពុកហ្នឹងគឺគាត់នឹកឃើញខ្លួនឯងគាត់ហ្មងគាត់នឹកឃើញថាបើគាត់ធ្វើដំណើរទៅទៀតបើគាត់មិនស្លាប់នឹងអាជំងឺដែលរាតត្បាតហ្នឹងក៏គាត់ស្លាប់នឹងអត់អីហូបដែរអត់អីបរិភោគតែអញ្ចឹងទៅគាត់គិតបែបហ្នឹងហើយទៅគាត់សម្រេចចិត្តដាក់កូនចោលក្រោមដើមឈើបងប្អូនបាទហើយប្រពន្ធរបស់គាត់នឹងដោយការហត់ហេវនៃអត់អាហារគាត់ក៏ចំណែកឲ្យប្រពន្ធរបស់គាត់ណាបងប្អូនកំពុងតែផ្លឹកសញ្ជឹងនៃការស្រេកឃ្លានក៏លេខទៅក៏ឃើញបាត់កូនពីដៃរបស់ប្តីខ្លួននឹងក៏ងាកស៊ូទៅប្តីថាបើពិតប្តីសម្លាញ់ហេតុអីណាកូនជាទីស្រឡាញ់របស់យើងចំណែកឲ្យប្តីអត់ភូតកុហកទេបងប្អូនប្រាប់តាមត្រង់តែម្ដងដោយសារសង្វេគនឹងខ្លួនឯងអត់អីហូបមិនគ្រប់មិនគ្រាន់អញ្ចឹងក៏ប្រាប់ថាយើងមានតែជីវិតទេយើងគ្មានអីនឹងចិញ្ចឹមកូនរបស់យើងទេបើកូនយើងទៅរួមរស់ដំណើរជាមួយយើងមានតែសេចក្តីស្លាប់មួយមុខគត់ប្រាប់ប្រពន្ធអញ្ចឹងប្រពន្ធក៏ថាអត់ទេទោះស្លាប់យ៉ាងណាក៏ដោយក៏ខ្ញុំយកកូនរបស់យើងទៅជាមួយដែរក៏រត់ឡប់ក្រោយវិញបងប្អូនបកក្រោយទៅយកកូនដែលប្តីទុកក្រោមដើមឈើហ្នឹងអញ្ចឹងក៏យកកូននឹងមកក៏បីដោយខ្លួនឯងគឺអត់ឲ្យប្តីបីទេប៉ុន្តែការធ្វើដំណើរវាយូរថ្ងៃយូរម៉ោងទៅវាការចុកសពុនដៃហ្នឹងរយដៃរយជើងអញ្ចឹងទៅក៏នឹកឃើញថាលោកប្តីជួយកាន់ខ្ញុំម្ដងខ្ញុំរយដៃជើងណាបាទអញ្ចឹងប្តីក៏កាន់ម្ដងអញ្ចឹងទៅហើយដល់ពេលហើយវារាល់ថ្ងៃវាឆ្លងយប់អញ្ចឹងទៅយូរទៅក៏អស់ចិត្តនឹងគិតថាកូនមានលទ្ធភាពចិញ្ចឹមកូនណាអញ្ចឹងប្តីនឹងទម្លាក់កូននឹងចោលម្ដងទៀតអញ្ចឹងធ្វើបែបហ្នឹងជាញយរហូតដល់7ដងបងប្អូនទុកចោលទាំង7ដងហើយប្រពន្ធនឹងលប់ទៅក្រោយនឹងយកកូនមកបន្តដំណើរទៅមុខនឹងរហូតដល់7ដងទៅកូននោះដល់នៅសេចក្តីស្លាប់បងប្អូនអញ្ចឹងកូនដែលរបស់គាត់ហ្នឹងគឺស្លាប់ដោយសារជំងឺអត់ជីវជាតិខ្វះអីហូបនឹងផងណាមួយធ្វើដំណើរឆ្ងាយហត់ក្តៅកូនរបស់ពួកគាត់ក៏បានស្លាប់ទៅអញ្ចឹងក៏ម្ដាយនេះក៏រៀបចំកាយដីកាប់ដីកប់សពកូនក្រោមដើមឈើហ្នឹងចោលទៅហើយក៏នាំប្តីប្រពន្ធធ្វើដំណើរបន្តទៀតដើម្បីឲ្យដល់ភូមិផ្សេងបងប្អូនអញ្ចឹងក្រោយពីកូនរៀបចំសពកូនរួចហើយក៏ធ្វើដំណើរបានមួយយប់មួយថ្ងៃបងប្អូន